ព័ត៌មាន SBI របស់កូរ៉េខាងត្បូងកាលពីថ្ងៃទី17 ខែតុលាបានចុះផ្សាយថាជនជាតិកូរ៉េជាច្រើនបានបាត់ខ្លួននៅក្នុងប្រទេសថៃពាក់ព័ន្ធនឹងករណីជួញដូរមនុស្សក្នុងប្រតិបត្តិការឆបោកហើយសារព័ត៌មាន SBI របស់កូរ៉េដែលគេបានចុះផ្សាយនឹងបន្ទាប់ពីមនុស្សជាង 53,000 នាក់ត្រូវបានចាប់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍នឹង SBI នឹងគឺគេនិយាយថាអ្នកដែលបានបាត់ខ្លួនទាំងអស់ហ្នឹងភាគច្រើនគឺបន្ទាប់ពីធ្វើដំណើរទៅកាន់ប្រទេសថៃហើយបណ្ដាញក្រុមអ ுக ្រិតក៏បានកុហកទៅកាន់ជនរងគ្រោះថាពួកគេនឹងទទួលបានឱកាសអ្វីមួយនៅក្នុងប្រទេសថៃដូចជាដូចថាឱកាសការងារជាតារាបង្ហាញម៉ូដឬក៏ការដំណើរកម្សាន្តឬក៏អីនៅក្នុងប្រទេសថៃចឹងទៅហើយបន្ទាប់មកក៏មានការដកនៅលិខិតឆ្លងដែនឬក៏ទូរស័ព្ទដៃទុកណាហើយបន្ទាប់មកក៏បញ្ជូនទៅកាន់ដូចថាទីតាំងផ្សេងៗទៀតដែលបានកំណត់ចឹងទៅដើម្បីយកអ្នកទាំងអស់ហ្នឹងទៅដាក់នៅក្នុងទីតាំងឆបោកដើម្បីឲ្យធ្វើអាការងារឆបោកនឹងបន្តហើយបើសិនជាគ្នាមិនធ្វើតាមទេគឺនឹងរងនៅទរណកម្មផ្សេងអញ្ចឹងនេះគឺបញ្ជាក់ថាប្រទេសថៃគឺជាមជ្ឈមណ្ឌលកណ្ដាលនៅក្នុងការដែលចាប់អ្នកដែលជនរងគ្រោះទាំងអស់ហ្នឹងទៅដាក់នៅក្នុងប្រទេសរបស់ខ្លួនឯងហើយក៏បញ្ជូនទៅកាន់ប្រទេសផ្សេងទៀតហើយប្រទេសថៃបែរជាចោទប្រកាន់ថាប្រទេសផ្សេងទៀតគឺជាទីតាំងឆបោកអីផ្សេងទៅទាំងដែលប្រទេសខ្លួនឯងគឺជាមជ្ឈមណ្ឌលកណ្ដាល